តែសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងតមានរបស់យើងថាតតងជាមួយនឹងអេងតេការ៉ាចាតើថ្ងៃនេះយើងមានអេងតេការ៉ាមួយស៊ីន 2x លើស៊ីន 5x កូនជាមួយនឹងស៊ីន 2x dx អញ្ចឹងយើងសង្កេតមើលថាខាងក្រោមនេះយើងមានស៊ីន 5x កូនជាមួយស៊ីន 2x អញ្ចឹងខ្ញុំបន្លែងខាងលើឲ្យចូលជាមួយនឹង 5x និង 2x ដូចគ្នាតែអញ្ចឹងយើងបានអេងតេការ៉ាឥឡូវនេះយើងអាចទៅសេផាអេងតេការ៉ានៃស៊ីន 5x ដល់ 3x អញ្ចឹងបានដល់អ្នកគ្នាពេលយើងដកទៅមិនបាននឹងស៊ីន 2x គ្នាយើងរក្សាទុកនៅនឹងតែមក 5x ស៊ីន 3x 3x ហើយអ្នកគ្នាដល់ចំណុចនេះយើងសង្កេតថាខាងលើនេះចូលរូបមន្តអ្នកគ្នាចូលរូបមន្តស៊ីនបែតាដកអាហ្វាអញ្ចឹងយើងបានទៅជាអេនតេការ៉ានៃស៊ីន 5x កូ 3x តជាមួយនឹងស៊ីន 3x កូ 5x ជាមួយនឹងស៊ីន 5x ស៊ីន 2x ទាំងអស់ហ្នឹង dx យើងថាសង្កេតមកយើងចាប់មានកសោមកបំបែកភាគបែកអ្នកគ្នាស្ដាប់មកអ្នកបានអេងតេការ៉ានៃស៊ីន 5x កូ 3x នេះបន្លែកស៊ីន 5x ស៊ីន 2x មកជាមួយនឹងនេះបន្លែកទៀតមកស៊ីន 3x កូ 5x លើជាមួយនឹងស៊ីន 5x ស៊ីន 3x នោះដាក់មកចាប់បានអត់ទេ dx ចឹងយើងបានអេងតេការ៉ានៃកូ 3x សម្រួលមើលអស់គ្នាលើស៊ីន 3x នេះសម្រួលដែរមកដល់គ្នាបានកូ 5x លើស៊ីន 5x អស់នឹង dx ហើយយើងបានជាមួយនឹង1លើ3អេងតេការ៉ានៃតេស៊ីន 3x តែជាមួយនឹងស៊ីន 3x ដក1លើ5អេងតេការ៉ានៃតេស៊ីន 5x គឺស៊ីន 5x ចឹងយើងបានស្មើ1លើ3ដល់នៃស៊ីន x ស៊ីន 3x តជាមួយលើ5លិននៃស៊ីន 5x បងសេជារបស់ a ដូចនេះបើយើងស្មើជាមួយនឹង1លើ3លិនស៊ីន 3x 1លើ5លិននៃស៊ីន 5x មកសេជាចំនួនថេអូខេចប់ហើយអរគុណសម្រាប់ការទស្សនារបស់អ្នកនរគ្នាជំរាបលា